បងប្អូនទាំងអស់គ្នានេះជាកសិដ្ឋានបន្តកូនក្រវ៉ាញរបស់ខ្ញុំបាទកូនក្រវ៉ាញហើយនៅទីនេះគឺចាញ់មកច្រើនស្អាតទៀតហើយបងប្អូនបាទវគ្គនេះយើងបន្តបានច្រើនទៀតហើយបងប្អូនដោយសារតម្រូវទៅតាមបងគាត់បានកំងបានកក់ទុកមុនហើយយើងបន្តតម្រូវជូនគាត់តែម្ដងបាទហើយនៅមានច្រើនម៉ឺនកូនទៀតដែលបងមានតម្រូវការអាចអញ្ជើញបានបាទយើងបន្តច្រើនហើយរាប់ម៉ឺនកូនតែម្ដងនេះជាក្រវ៉ាញបាទបងប្អូននៅទីនេះយើងបន្តជាប្រចាំមានជាប្រចាំហើយកូនក្រវ៉ាញវាជាដំណាំមួយដែលដោះលូតលាស់អត់ប្រកាន់រដូវទេបងប្អូនបាទទាំងរដូវប្រាំងទាំងរដូវវស្សាបាទរដូវប្រាំងយើងមានទឹកស្រោចស្រពហើយយើងមានម្លប់មានអីចឹងទៅគឺវាដោះលូតលាស់មកហើយដូចបងប្អូនឃើញនៅទីនេះគឺយើងតប្រព័ន្ធទឹកដើម្បីធ្វើការស្រោចស្រពវាបាទធ្វើការស្រោចស្រពវាហើយក្នុងការដាំដុះងាយបាទក្រវ៉ាញអត់ពិបាកដាំទេអ្វីដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ហ្នឹងគឺម្លប់ហើយនឹងសំណើមដីល្អដូចដែលបងប្អូនបានឃើញនៅទីនេះដោយសារម្លប់ស្ទើអញ្ចឹងទៅយើងធ្វើតបូលយើងប្រក់ស្បៃបន្ថែមបាទហើយបងប្អូនដាំដោះអាចដាំនៅក្នុងលូស៊ីម៉ង់ក៏បានដែរបាទដាំតិចតួចក្បែរផ្ទះអីដូចនៅទីនេះអញ្ចឹងបងប្អូនយើងដាំនៅក្នុងលូបាទយើងដាក់លូហើយយើងដាក់ដាំទៅឥឡូវដោះកូនចាញ់មកឡើងជ្រងតែម្ដងហើយខ្ញុំដាំក្នុងលូនេះរឿងច្រើនដែរហើយឃើញបងប្អូននេះចាញ់កូនចាញ់ចៅចាញ់មកបន្តបន្ទាប់ដែលយើងអាចប្រមូលផលបានជាប្រចាំបាទហើយបងប្អូនឃើញនេះចាញ់មកច្រើនមែនតែនបាទកូនក្រវ៉ាញបាទដូចនៅទីនេះវិញគឺជាកូនដែលយើងកំពុងតែត្រៀមសម្រាប់ផ្ញើជូនបងដែលបានកក់ទុកបាទបានកក់ទុកបាទហើយយើងនៅចាប់ផ្ដើមផ្ញើចាញ់បណ្ដាទៅដែរហើយនៅមានច្រើនទៀតដែលបងប្អូនមានតម្រូវការអាចជិញបានហើយយើងបន្តនេះនៅខាងទឹកដីខេត្តពោធិ៍សាត់តែម្ដងយើងមានសេវាផ្ញើទូទាំងប្រទេសតែម្ដងបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាមានអ្វីចូលរួមជាមួយវីដេអូនេះអាចសរសេរបានខាងក្រោមមានអ្វីចូលរួមជាមួយការដាំដុះក្រវ៉ាញអាចសរសេរបានខាងក្រោមបាទសូមអរគុណ